ខ្ញុំចាំបានថាកាលពីខ្ញុំរៀននៅបឋមសិក្សាសាលារបស់ខ្ញុំមានតំបន់មួយដែលគេសង់ជាផ្ទះស្នាក់នៅសម្រាប់គ្រូបង្រៀនកន្លែងនោះមើលទៅស្ងាត់ជ្រងំនិងគួរឲ្យពឺក្បាលណាស់ប្រកបណាស់ផ្ទះស្នាក់គ្រូទាំងនោះមិនមែនទៅតែសាងសង់នៅចំនួនយើងរៀនទេគឺវាមានតាំងពីចំនួនម្ដាយយើងម្លេះដោយសារកង្វះខាតថវិកាថែទាំផ្ទះទាំងនោះជាពិសេសនៅតាមខេត្តតែងតែចាស់ទ្រុឌទ្រោមទៅតាមពេលវេលារឿងរ៉ាវថ្ងៃនេះគឺជារឿងរបស់បងប្រុសម្នាក់ឈ្មោះបងចាំងសាច់រឿងនេះទៅត្រឡប់ទៅអតីតកាលបន្តិចកាលដែលគាត់រៀននៅថ្នាក់បឋមសិក្សាគ្រួសារគាត់រស់នៅក្នុងសហគមន៍តូចមួយមានជីវភាពមិនសូវធូរធារទេអាចនិយាយបានថាក្រខ្សត់ផងសាលាដែលគាត់រៀនជាសាលាប្រចាំឃុំមានសិស្សតិចតួចត្រឹមរាប់សិបឬរាប់រយនាក់ប៉ុណ្ណោះដោយសារផ្ទះគាត់នៅក្រោយវត្តពេលទៅរៀនគាត់មិនបាច់ជិះឡានឬជិះកង់គឺគ្រាន់តែដើរកាត់វត្តឆ្លងកាត់ខាងក្រោយផ្សាររួចដំណងចូលតាមច្រកក្រោយសាលាតែម្ដងអ្វីដែលសំខាន់គឺផ្លូវកាត់នោះត្រូវដើរកាត់តាមតំបន់ផ្ទះស្នាក់គ្រូវាជាផ្ទះឈើចាស់ៗដែលសង់រាយប៉ាយតាមជ្រុងផ្សេងរឿងរ៉ាវបានកើតឡើងកាលពីគាត់នៅថ្នាក់ទី4ព្រឹកមួយគាត់បានដើរកាត់តំបន់ផ្ទះស្នាក់គ្រូគាត់សាប់តែឮសំឡេងមនុស្សប្រុសយំវាមិនមែនជាការយំខ្សឹបខ្សួលធម្មតាទេតែជាការទ្រហោយំយ៉ាងខ្លាំងលាយឡំនឹងក្តីអស់សង្ឃឹមហាក់ដូចជាមនុស្សកំពុងជួបទុក្ខធ្ងន់ណាស់អញ្ចឹងសំឡេងនោះបន្លឺចេញពីបង្អួចផ្ទះស្នាក់គ្រូមួយខ្នងដែលបិទជិតឈឹងបងច័ន្ទឈប់ងក់ហើយសម្លឹងមើលផ្ទះនោះក្នុងចិត្តគាត់គិតថាលោកគ្រូដែលនៅផ្ទះនោះប្រហែលជាមានរឿងសោកសៅអ្វីហើយមើលទៅដោយសារជាក្មេងទៅរៀនថ្នាក់ទី4គាត់មិនហ៊ានសួរនាំទេក៏បន្តដំណើរទៅសាលារៀនជាធម្មតាចាប់ពីថ្ងៃនោះមកផ្លូវនោះនៅតែជាផ្លូវដដែលគាត់ដើរកាត់រាល់ថ្ងៃខ្លះគាត់ឮសំឡេងយំថ្ងៃខ្លះក៏ស្ងាត់តែរាល់ពេលដែលគាត់ឮវានៅម៉ោងដដែលគឺម៉ោងដែលគាត់ដើរទៅរៀនព្រឹកព្រលឹមក្នុងនាមជាក្មេងគាត់មិនដែលគិតចង់រកចម្លើយពីរឿងនេះឡើយពេលវេលាកន្លងផុតទៅរឿងនេះក៏រសាត់បាត់ពីការចងចាំរបស់គាត់ចំណាយពេលរៀននិងលេងតាមប្រពៃណីរបស់ក្មេងៗរហូតដល់ថ្ងៃមួយមានគ្រូជំនួយការថ្មីគ្រូកម្មសិក្សាម្នាក់បានផ្លាស់មកបង្រៀននៅសាលាគាត់គ្រូថ្មីនោះជាយុវជនទើបនឹងបញ្ចប់ការសិក្សាមកពីស្រុកផ្សេងដូច្នេះគាត់ទៅស្នាក់នៅផ្ទះស្នាក់គ្រូក្នុងសាលាតែម្ដងបើមិនអញ្ចឹងទេគាត់ទៅជួលផ្ទះនៅទីប្រជុំជនដែលនៅឆ្ងាយនិងពិបាកធ្វើដំណើរនៅថ្ងៃដំបូងគ្រូថ្មីនោះបានពឹងឲ្យសិស្សប្រុសស្រីក្នុងថ្នាក់រួមទាំងបងច័ន្ទផងដែរឲ្យទៅជួយជញ្ជូនអីវ៉ាន់និងសម្អាតផ្ទះគ្រូនោះគ្រាន់តែជើងជាន់លើផ្ទះនោះភ្លាមអារម្មណ៍ចាស់ក៏លោតចូលក្នុងខួរក្បាលបងច័ន្ទភ្លាមគាត់នឹកឃើញដល់សំឡេងយំកាលពីប្រមាណខែមុនខណៈពេលដែលគាត់និងមិត្តភក្តិកំពុងជូតឥដ្ឋស្រាប់តែបងច័ន្ទបានឮសំឡេងយំនោះម្ដងទៀតលើកនេះវាមិនមែនឮពីក្រៅផ្ទះទេតែវាឮចេញពីក្នុងបន្ទប់គេងដែលពួកគេទើបតែចូលទៅបោសសម្អាតដំបាញ់នេះឯងសំឡេងយំនោះកាន់តែខ្លាំងឡើងរហូតដល់បងច័ន្ទឈប់ជូតឥដ្ឋរួចងាកទៅសួរមិត្តភក្តិថាពួកឯងមានឮអត់មិត្តភក្តិទាំងអស់ធ្វើមុខងឿងឆ្ងល់ព្រឹងផ្ទៀងត្រជាក់ស្ដាប់រួចតបថាឮអីគេអាចារ្យពួកអញអត់មានឮអីផងបងច័ន្ទឆ្លើយតង់ថាអញឮសំឡេងមនុស្សយំពីបន្ទប់ហ្នឹងទាំងដែលបន្ទប់ហ្នឹងអត់មានមនុស្សសោះគ្រាន់តែឮបែបនេះមិត្តភក្តិម្នាក់ក៏សែកលេងសើចថាវើយអាចារ្យទៅខ្មៅលងហើយពាក្យថាខ្មោចសម្រាប់ក្មេងៗគឺជារឿងរសើបណាស់គ្រាន់តែឮពាក្យនេះភ្លាមក្មេងៗទាំងអស់ក៏រត់ប្រះអាយុចុះពីលើផ្ទះព្រមគ្នាធ្វើឲ្យគ្រូថ្មីនៅខាងក្រោមភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចសួរថាមានរឿងអីមិត្តភក្តិម្នាក់បានរៀបរាប់ប្រាប់គ្រូធ្វើឲ្យបងច័ន្ទទៅបញ្យល់គ្រូបន្ថែមថាគាត់បានឮសំឡេងមនុស្សយំក្នុងបន្ទប់នោះប៉ុន្តែគ្រូថ្មីនោះបែរជាសើចហើយក៏វាក្បាលមិនជឿគ្រូប្រាប់ថាផ្ទះស្នាក់គ្រូនេះគ្មានអ្នកណារស់នៅរាប់ឆ្នាំមកហើយវាមិនអាចទៅរួចទេដែលមានសំឡេងមនុស្សយំនោះគ្រាន់តែឮសំឡេងបែបនេះបងច័ន្ទកាន់តែឆ្ងល់បើផ្ទះនេះគ្មានអ្នកណានៅរាប់ឆ្នាំតើសំឡេងយំដែលគាត់ធ្លាប់ឮរាល់ព្រឹកកាលពីរៀនថ្នាក់ទី4នោះជាសំឡេងអ្នកណាទៅមួយសប្តាហ៍ក្រោយមកគ្រូថ្មីនោះបានហៅបងច័ន្ទឲ្យទៅជួបរួចសួរដោយទឹកមុខមាំថាថ្ងៃនោះឯងបានឮអ្វីឲ្យប្រកាសប្រាប់គ្រូមើលបងច័ន្ទក៏រៀបរាប់រឿងទាំងអស់ប្រាប់គ្រូគ្រាន់តែស្ដាប់ចប់ទឹកមុខគ្រូថ្មីនោះប្រែជាស្លេកស្លាំងមាត់ហើបតិចហាក់ដូចជាកំពុងតក់ស្លុតគាត់ក៏ប្រាប់បងច័ន្ទឲ្យទៅហៅពូអនាម័យសាលាមកជួបជាបន្ទាន់ពេលពូអនាម័យមកដល់បងច័ន្ទឈរនៅក្រៅបន្ទប់គាត់លួចស្ដាប់ពូអនាម័យប្រាប់គ្រូថាខ្ញុំបានប្រាប់គ្រូហើយថាកុំឲ្យនៅផ្ទះនឹងមានរឿងមិនស្រួលទេ
តែគ្រូថ្មីនោះតវ៉ាថាគាត់គ្មានជំរឿទេព្រោះអត់មានថវិកាទៅជួលបន្ទប់នៅខាងក្រៅក្រោយមករឿងនេះក៏ស្ងាត់ទៅរហូតដល់បងច័ន្ទរៀនដល់ថ្នាក់ទី6ដែលជាឆ្នាំចុងក្រោយឆ្នាំនោះមានគ្រូជំនួយការថ្មីមកទៀតបានផ្លាស់មកសាលានេះគណៈគ្រូចាស់ក៏រើចេញទៅថ្ងៃដំបូងដែលគ្រូថ្មីមកដល់គាត់មកយឺតធ្វើឲ្យសិស្សមិនទាន់ស្គាល់មុខគាត់ទេពេលថ្ងៃត្រង់បងច័ន្ទដើរកាត់បន្ទប់ស្តុកអីវ៉ាន់ក៏ឃើញពូអនាម័យកំពុងរៀបចំឯកសារពូអនាម័យក៏ពឹងបងច័ន្ទឲ្យជួយយកប្រអប់ឯកសារមួយទៅផ្ទះគ្រូថ្មីនៅផ្ទះស្នាក់គ្រូផ្ទះដដែលនោះឯងបងច័ន្ទលើប្រអប់ឯកសារដើរសម្ដៅទៅផ្ទះនោះពេលទៅដល់គាត់ឃើញផ្ទះបើកចំហគាត់ក៏សើចហៅគ្រូតែគ្មានអ្នកណាឆ្លើយទេដោយចង់ប្រញាប់ទៅលេងជាមួយមិត្តភក្តិគាត់ក៏សម្រេចចិត្តដើរចូលទៅក្នុងផ្ទះដើម្បីដាក់ប្រអប់នោះនៅកណ្ដាលផ្ទះគ្រាន់តែជើងរបស់គាត់ឈាងចូលដល់ក្នុងផ្ទះភ្លាមសំឡេងយំនោះក៏បន្លឺឡើងម្ដងទៀតលើកនេះវាជាការទៅហូរយំយ៉ាងខ្លាំងលាយឡំនឹងការសៃឡូឡាបន្លឺចេញពីជើងមួយនៃផ្ទះបងច័ន្ទងាកទៅមើលសពតែឃើញបុរសម្នាក់កំពុងអង្គុយផ្អែកមុខនឹងតុធ្វើការបុរសនោះស្លៀកពាក់ឯកសណ្ឋានគ្រូបង្រៀនតែមើលទៅរាងចាស់និងសេកស្លាំងខ្លាំងណាស់គាត់ទៅហូរយំហាក់ដូចជាកំពុងជួបទុក្ខសោកយ៉ាងធ្ងន់ធ្ងរបងច័ន្ទភ័យផងឆ្ងល់ផងគាត់ស្មានតែគ្រូថ្មីក៏ដាក់ប្រអប់ឯកសារចុះដូចសុំទោសតិចលោកគ្រូខ្ញុំសូមអនុញ្ញាតដាក់ឯកសារនៅទីនេះហើយណាគ្រាន់តែគាត់និយាយចប់សំឡេងយំក៏បែកជាខ្លាំងជាងមុនបុរសនោះងើបមុខឡើងយឺតសម្លឹងមកកាន់បងច័ន្ទផ្ទៃមុខរបស់គាត់ក្របភ្នែកទាំងពីរក្រហមងាំងមុខដូចមនុស្សយំចាថ្ងៃរហូតបែកសរសៃឈាមភ្នែកមើលលែងឃើញកៅភ្នែកពណ៌សគាត់សម្លឹងមើលបងច័ន្ទរួចហាមាត់និយាយដោយសំឡេងចម្លែកថាកូនជួយគ្រូផងគ្រាន់តែនិយាយចប់បុរសនោះក៏ប្រកាច់ញ័រខ្លួនហើយយកដៃទាំងពីរក្តាប់ករបស់ខ្លួនឯងដោយមនុស្សកំពុងថប់ដង្ហើមឬចង់ក្អួតមុខរបស់គាត់ប្រែជាពណ៌ស្វាយជាំហើយមិនយូរប៉ុន្មានមានពពុះពណ៌សដោយពពុះសាប៊ូលាងបន្ទប់ទឹកចាស់ចេញពីមាត់និងករបស់គាត់យ៉ាងចាន់គួរឲ្យរន្ធត់បងច័ន្ទគាំងរឹងខ្លួនអត់ដង្ហើមពេលតាំងស្មារតីបានគាត់ក៏ងាកកាយរួចរត់បាត់ជើងសព្រាតចេញពីផ្ទះស្នាក់គ្រូនោះដោយមិនខ្វល់ពីអ្វីទាំងអស់គាត់រត់តម្រង់ទៅអគារសាលាក៏ទៅជួបនឹងពូអនាម័យដែលកំពុងដើរជាមួយបុរសម្នាក់ទៀតពូអនាម័យក៏ចាប់ដៃបងច័ន្ទដែលកំពុងរត់ភ័យស្លន់ស្លោរួចសួរថាមានរឿងអីបងច័ន្ទចង្អុលទៅផ្ទះនោះរួចរៀបរាប់ទាំងញ័រមាត់ថាមិញខ្ញុំឃើញគ្រូម្នាក់នោះនៅផ្ទះហ្នឹងតែមិនមែនជាគ្រូថ្មីទេមុខគាត់គួរឲ្យខ្លាចណាស់ហើយមានពពុះចេញពីមាត់គាត់សែកខ្ញុំជួយទៀតផងគ្រាន់តែឮបែបនេះពូអនាម័យស្លេកមុខភ្លាមបុរសដែលឈរក្បែរពូអនាម័យនោះគឺជាគ្រូថ្មីនេះឯងពូអនាម័យដកដង្ហើមធំរួចងាកទៅប្រាប់គ្រូថ្មីថាលោកគ្រូមានអ្នកឃើញទៀតហើយខ្ញុំថាលោកគ្រូកុំនៅផ្ទះនឹងអីល្អជាងទៅផ្ទះជួលខាងក្រៅវិញទៅចាំខ្ញុំនិយាយជាមួយនាយកសាលាឲ្យក្រោយពីបញ្ចប់បឋមសិក្សាបងច័ន្ទក៏ផ្លាស់ទៅរៀននៅទីប្រជុំជនហើយក៏បានដឹងការពិតពីប្រវត្តិផ្ទះស្នាក់គ្រូនោះកាលពីច្រើនឆ្នាំមុនមានគ្រូជំនួយការម្នាក់បានផ្លាស់មកស្នាក់នៅផ្ទះនោះដោយសារគាត់មានបញ្ហាគ្រួសារឬជំងឺអ្វីម្យ៉ាងគាត់ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយការផឹកទឹកសាប៊ូលាងបន្ទប់ទឹករហូតដល់ស្លាប់វេទនានៅក្នុងផ្ទះនោះតែម្ដងចាប់ពីពេលនោះមកផ្ទះនោះក៏ក្លាយជាផ្ទះខ្មៅឡងជាបន្តបន្ទាប់ប៉ុន្តែមិនមែនអ្នកណាក៏អាចជួបនោះទេតើតែអ្នកមានញាណពិសេសឬអ្នកដែលមានរិស័យទាបទើបអាចឃើញវិញ្ញាណរបស់គាត់បានបងច័ន្ទប្រហែលជាមានញាណពិសេសនេះហើយទើបអាចឮសំឡេងនិងឃើញរូបរាងដ៏រន្ធត់របស់គាត់បែបនេះតើពេលមិនអ្នកស្ដាប់ទាំងអស់គ្នាធ្លាប់រៀននៅសាលាដែលមានផ្ទះស្នាក់គ្រូចាស់បែបនេះដែរឬទេកាលពីមុនតាមខេត្តការដែលគ្រូម្នាក់ទៅផ្លាស់ទៅបង្រៀននៅសាលាឆ្ងាយគឺពិតជាលំបាកណាស់ទាំងជីវភាពនិងការរស់នៅបច្ចុប្បន្ននេះសាលាភាគច្រើនមិនសូវមានផ្ទះស្នាក់គ្រូទេតែគេមានប្រាក់ឧបត្ថម្ភការធ្វើដំណើរឬកន្លែងស្នាក់នៅជំនួសវិញអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះរឿងនេះអាចបញ្ចេញមតិនៅខាងក្រោមបានខ្ញុំនឹងក្រុមការងារនឹងរងចាំអានជានិច្ចកុំភ្លេចជួយ like subscribe ឬ share វីដេអូនេះទៅកាន់មិត្តភក្តិដើម្បីជាកម្លាំងចិត្តដល់ក្រុមការងារយើងខ្ញុំផងសម្រាប់ថ្ងៃនេះអរគុណច្រើនដែលបានចំណាយពេលស្ដាប់រហូតដល់ចប់ជួបគ្នានៅសាច់រឿងពូជក្នុងអេពីសូតក្រោយៗទៀតលាត្រីសួស្ដី